nè đại chi cho nên sao tại cách đàm cách cái chờn nâng ai miếng cốc kia nâng ai mình ọt đi nâng ai thưa mấy bị sai đã bỏ cam mình chẳng ai cam na đây mình ở phật hao tha hao gì cam na đây là ở phật nó tại ở phật chẳng ai còn tại lục bạc mà tô mà rồi một phay tới hay kia chỉ cắn tam điểm toàn là phần năng ai bật toán có việc cọt toàn là phần năng ai chẳng đầm bay việc trả cám về to tập chia diêm sang của sao là chan thì có sao ai phá là cam plek bật nên chẳng nắng ạ mình biệt biển nên mình biệt biển nhưng sai mấy ta ở cái này đây nên chứ cơn sao mấy ca tha bây giờយើងធ្វើបងយូរទៅកម្មទៅអ្នកតនchứដែលថាកម្មទៅតិចតួចណាមិនអោយផលមិនមានមែនទេពុទ្ធដីកាតែកម្មទៅតិចតួចណាមិនអោយផលមិនមានត្រូវគ្រាន់តែពេលខ្លះវាអត់មានឱកាសឲ្យយើងប្រឹងដល់ប្រេះដល់ពៀនបាត់ទៅកម្មនឹងវាឲ្យផលលែងរួចបាត់ដែរដូចព្រះមោគលានហ្នឹងត្រូវគេកាប់ប្រមាណជាតិទៀតនោះមិនតាន់អស់ឯណាដល់តែដល់ព្រះនិព្វានបាត់ទៅមានកម្មអត្តកម្មកាប់ដល់ព្រះនិព្វាននោះទៀតនឹងអញ្ចឹងណាវាលែងតែករុកម្មពេលខ្លះគឺកិច្ចបំផុតទេតែលហុកម្មពេលខ្លះមានឱកាសឲ្យហ្នឹងហើយពេលខ្លះមានឱកាសឲ្យតែមិនមែនអាងអញ្ចឹងគឺចេះធ្វើកម្មឯណាឲ្យឃើញកម្មតូចឧបមាដូចកម្មធំអញ្ចឹងទើបយើងប្រឹងធ្វើនៅកម្មជាកុសលឲ្យបានច្រើនហ្នឹងអញ្ចឹងទៅអង្គុយបាត់ធေါ်ទៅនៅផ្ទះខ្លួនឯងអញ្ចឹងគុណចាស់តំណែងឯងអញ្ចឹងហើយទីហៅថាជួបដូចជាជាប់ខ្យល់ជាប់អីអញ្ចឹងទៅយើងមានវិធីដោះស្រាយដល់ខ្លួនឯងដោយអំណាចនៃព្រះសម្មាសម្ពុទ្ធញ្ញាណធម្មជាតិឯណាក្នុងសាសនានេះដោយអំណាចធម្មជាតិនោះសូមឲ្យខ្យល់នោះរបូតតែប៉ុណ្ណឹងទៅខ្យល់ម៉ែខ្យល់ក៏មិននៅដែរព្រោះប្រពុតដែលព្រះអង្គត្រាស់ដឹងមកគឺត្រាស់ដឹងអំពីធម្មជាតិតែមួយឧបមាបីដូចញៀនហ្នឹងក្រោយពីព្រះអង្គប្រណិពានទៅតាំងទុកនៅធម្មជាតិមានអ្នកណាបនគ្រប់បច្ច័យគ្រប់មកបដិស្ថានក្នុងបុគ្គលម្នាក់នឹងទៀតហើយថាព្រះពុទ្ធតគ្នាអញ្ចឹងឥឡូវនេះត្បិតតែព្រះអង្គប្រណិពានមែនតែធម្មជាតិដែលព្រះអង្គតម្កល់ថាសាសនាព្រះអង្គអាណត្តិព្រះអង្គ5000នេះមិនតាន់ទៅណាទេពុទ្ធញ្ញាណនៅតែមានអានុភាពអញ្ចឹងក្នុងរយៈពេល5000ហ្នឹងណាមិនអត់អានុភាពទេខ្លាចតែយើងវាភ្លេចនឹកឃើញតែប៉ុណ្្នឹងបើបាត់ឯណានៅព្រះអង្គសមោធានឈប់ពាន់រាំងសីភ្លឺពងពៀក្បែរគុលពោម្ដងទៀតឡើយហ្នឹងហើយព្រះអង្គប្រណិពានមែនដោយគេរតនាព្រះបរមសារីរិកធាតុបដង្កល់ក្នុងសវណ្ណមារកៈចិត្តដីប្រធាននៅសម្ដែងរិទ្ធបានឡើយតើនៅនិមិត្តជាពុទ្ធរូបសាថ្មីនៅបដិស្ថានចេញជាឈប់ពាន់រាំងសីគ្រាន់តែយើងវាអត់នឹកដល់នឹកឃើញថាអូទៅបាត់ហើយសូនតែព្រះពុទ្ធតែអំណាចធម្មជាតិជាអាណត្តិរបស់ព្រះពុទ្ធបរមគ្រូមិនតាន់អស់ទេដល់5000នោះបានអស់ចូលដល់យុគគេថ្មីអញ្ចឹងណាអញ្ចឹងមានការអីរលឹកទៅបើអញ្ចឹងទេវតាអត់មកថ្វាយបង្គំយើងទេយើងមានកាមគុណយ៉ាងណានៅទេវតាថ្វាយបង្គំមិនទៅព្រោះថាបុគ្គលណាគោរពគុណមេដាបិតាសកតិរិទ្ធបង្អោនសេរសាគោរពបុគ្គលនោះបុគ្គលណាមានអបោសុតសកតិរិទ្ធគោរពបុគ្គលនោះកាមគុណដែលមានដូចគ្នាតានឹងហើយគ្រាន់តែថាយើងថាមិនបានកាន់ជាប់ឲ្យតែបានប៉ះទៅមកនឹងហើយកុំយល់លេសថាអាកាន់មិនជាប់ហើយខ្ជិលប៉ះណាឧបមាដូចកូនជួយលីអីវ៉ាន់គេឡើងភ្នំខ្ញុំយួរមិនដល់ទេចុះបើគាត់ថាជួយលីគេសិនទៅធ្ងន់ដាក់ចុះសិនមកអានឹងអញ្ចឹងណាវាគ្រាន់បើដែរនឹងអញ្ចឹងអស់តើមធ្យោបាយដូចដើម្បីឲ្យពុទ្ធសាសនាគង់វង្សហើយរីកចម្រើនព្រមព្រៀងគ្នាបរិស័ទព្រមព្រៀងគ្នាមិនប្រកាន់តាមសំណាក់អាចារ្យនេះបើអ្នកខ្លះចេះដឹងប្រហែលលោកគ្រូប៉ុណ្ណឹងអត់មករត់អាត្មាទេព្រោះប្រកាន់ខ្លួនជាអ្នកចេះដឹងហើយ
ត្រង់នេះហើយដែលធ្វើឲ្យសាសនាបែកខ្ញែកយើងរាល់គ្នាមិនមានអ្នកណាម្នាក់មានសមត្ថភាពញ៉ាំងសាសនាឲ្យរីកចម្រើនទេគ្រាន់តែយើងជាចំណែកមួយធ្វើហ្វ្រាំងទប់សាសនាកុំឲ្យលឿនពេកតែប៉ុណ្្នឹងឯងព្រោះពុទ្ធព្យាករថាអំណោះពីនេះទៅ5000នឹង0យើងមិនអាចធ្វើ5000ឲ្យរុងរឿងទេគ្រាន់តែទប់ហ្វ្រាំងកុំឲ្យវាលឿនពេកនឹងឲ្យទប់ពធទប់ព្រះវិន័យឲ្យនៅសិនតែគ្រាន់តែថាស្រុកខ្មែរយើងរាប់ថាជាស្រុកដែលក្រាន់បើមួយក្នុងចំណោមស្រុកក្រាន់បើណានឹងហើយទោះជាយ៉ាងណាក៏នៅល្អមើលដែរវាអត់តន់លោកសង្ឃបើកឡានពេញស្រុកឡើយទេអត់តន់លោកសង្ឃចូលការ៉ាអូខេបានពេញនេះឡើយទេភូមិមាល្អមែនតែ9និកាយ4និកាយល្អ5និកាយទៀតរំបានថៃបិទតែមាន3និកាយមែនតែក៏ជ្រុលដោយឆ្វេងនិយមនឹងហើយស្ដាំនិយមតិចខ្មែរយើងត្បិតតែមានឆ្វេងនិយមខ្លះស្ដាំនិយមខ្លះតែដោយហើយទៅក៏អត់ចេញមុខដែរវានៅជាលំអពុទ្ធសាសនាឡើយណាអញ្ចឹងដើម្បីឲ្យសាសនារីករាលចម្រើនកុំប្រកាន់អាចារ្យដោយអាត្មាពោលពីព្រឹកអញ្ចឹងកាលដែលព្រះអង្គព្រះនិព្វានទៅសិក្សាធម៌តាមបញ្ញារៀងខ្លួនទេហើយពាក្យណាដែលផ្ទៀងផ្ទាត់ទៅត្រូវនឹងប្រសូតព្រះវិន័យព្រះអភិធម្មរាប់ជាពុទ្ធដីកាពាក្យណាផ្ទៀងទៅមិនត្រូវដោយ3ហ្នឹងគ្រាន់តែជាទស្សនវិស័យរបស់អាចារ្យទេអញ្ចឹងហើយយើងលើកយកមកបប្រតិបត្តិសិនហើយបើបប្រតិបត្តិទៅឃើញថាសមគួរដល់ធម៌ហើយក៏យើងគោរពបប្រតិបត្តិទៅហើយរួបរวมសាមគ្គីគ្នាទៅកុំឆ្លោះគ្នាខ្មែរដូចគ្នាទេយើងតាំងខ្លួនថាយើងប្រព្រឹត្តអភិធម្មបើគាត់ណាឃើញគ្នាខុសទៅឡែកដាក់គ្នានឹងយើងក៏មិនទាន់អភិធម្មដែរអភិធម្មតែសម្បកទេអភិធម្មមែនតើគឺអាណិតបើឃើញសត្វលោកខុសអាណិតឃើញគេត្រូវរីករាយយើងសម្គាល់ខ្លួនឯងប៉ុណ្ណឹងទៅហ្នឹងហើយជាដំបូងមានដល់ប្របីអត់សប្តាហ៍ថ្ងៃនេះអ្នកប្រកាសខ្លួនថាខ្លួនជាអ្នកត្រាស់ដឹងហ្នឹងមានច្រើនអ្នកណាព្រះអង្គណាខ្លះប្រកាសថាខ្លួននឹងស្មើព្រះទៅទៀតជាប្រសង់ទៀតណាស្មើព្រះហើយអញ្ចឹងការត្រាស់ដឹងនឹងសំដៅទៅលើអ្វីដែរបងការត្រាស់ដឹងបើថាដឹងអ្វីដឹងរឿងដែលសត្វលោកមិនគួរដឹងហើយដឹងរឿងដែលសត្វលោកគួរដឹងហើយដឹងរឿងកាលគួរដឹងរឿងកាលមិនគួរអ្នកដែលត្រាស់ដឹងស្រួលទេពាក្យណាពិតតែគ្មានប្រយោជន៍ក៏មិននិយាយពាក្យណាមិនពិតតែមានប្រយោជន៍ក៏មិននិយាយពាក្យពិតហើយមានប្រយោជន៍ទើបអ្នកត្រាស់ដឹងនិយាយសម្គាល់តែប៉ុណ្្នឹងទៅហ្នឹងហើយការសម្រេចមគ្គផលដោយវាចាការប្រតិបត្តិហ្នឹងបានទេបងរឿងមគ្គផលបាននិយាយមែនតែនអត់នៅលើការប្រតិបត្តិទេមគ្គផលបាននិយាយឲ្យមែនតែនគឺបារមីគ្រប់ពាក្យថាបារមីគ្រប់ញ៉ាំងអ្វីទាំងនោះឲ្យព្រមវិជា3វិជា8ចរណៈ15ក៏កើតព្រមចំពោះពុទ្ធញាណណាបដិបសម្បទាបាយធ្លាយឲ្យអភិញ្ញា6កើតឡើងឲ្យសម្រាប់បុគ្គលដែលព្រមដោយបារមីគ្រប់យើងមើលបច្ចេកពុទ្ធអត់ធ្វើអីផងនឹងមើលតែស្លឹកឈើជ្រុះត្រាស់អស់មិនចឹងហើយអ្នកខ្លះប្រឹងដាច់ផ្ងាទាំងយប់ទាំងថ្ងៃព្រះអនន្តមហន្តបានត្រាស់ប្រឹងតាំងពីព្រះនៅមានបច្ចុប្បន្នទល់ព្រះអង្គព្រះនិព្វានប្រឹងតខ្ជិលប្រាស់ខ្លួនសឹងទៅតែហ្មងអាសវៈកិលេសតែហ្មងអញ្ចឹងនៅលើការសន្សំអីទៅសន្សំបារមីទានសិលភាវនាបញ្ញាវិរិយៈខន្តីសច្ចៈទិដ្ឋាមេត្តាខ្វះមួយណាក៏អត់បានដែរហ្នឹងហើយអញ្ចឹងបានប្រឹងពេលចម្រើនកម្មដ្ឋានអាណាបាហ្នឹងដើម្បីធ្វើឲ្យអន្ត្រី5មានរសតែមួយហ្នឹងធ្វើមិនដែរបងគឺចំនួននេះគួរជាជ្រះថ្លាណាស់ការញ៉ាំងអន្ត្រី5ឲ្យមានរសជាមួយឈ្មោះថាបុគ្គលបានពល
ត្រូវដោយឈានហើយមិនឆ្អែតនៅក្នុងឈាននោះទេរមែងលះនៅបឋមឈានចោលចូលទៅកាន់ទុតិយឈានមិនឆ្អែតនៅក្នុងទុតិយឈានទេគឺលះទុតិយឈានហើយបង្អោនចូលទៅតតិយឈានមិនឆ្អែតក្នុងតតិយឈានទេលះនៅតតិយឈានបង្អោនចូលចតុតឈានរមែងមិនឆ្អែតក្នុងរូបឈាន4ទេបង្អោនចិត្តចូលក្នុងអរូបឈាន4រមែងមិនឆ្អែតក្នុងអរូបឈាន4ទេបង្អោនចិត្តធ្លាក់មករូបឈានវិញហើយមិនឆ្អែតក្នុងរូបឈានទេបង្អោនចិត្តចូលក្នុងអរូបឈានវិញបុគ្គលយ៉ាងនេះឈ្មោះថាញ៉ាំងសន្តិ5ឲ្យមានរសតែមួយនឹងចឹងនឹងយ៉ាងហើយ ជាមេរៀនថ្នាក់ខ្ពស់ប៉ុន្តែគាត់ដឹងពីរបៀបទៅ នឹង ខ្លះក៏ពណ៌ដឹងពណ៌ខ្លះក៏មិនតាន់ពណ៌ ជ្រះថ្លាណាស់សំណួរខ្លះមិនអីទេនឹងហើយ ហើយដោយសារពេលវេលាថាហត់ភ្លៀងក៏នេះផងហើយរំខានព្រះអង្គក៏ខ្ញុំកណ្ដាជំនួសមកឲ្យពុទ្ធបរិស័ទទាំងអស់តាំងចេតនារីករាយត្រេកអរជ្រះថ្លា សូមប្រគេនបុណ្យទាំងអស់ដែលពួកយើងបានជូនដល់ព្រះអង្គនិងសូមអនុមោទនាបុណ្យកុសលមហាកុសលទាំងអស់ដែលព្រះអង្គបានធ្វើធម៌ណាវិដីណាដែលព្រះអង្គបានឃើញហើយសូមឲ្យពួកយើងខ្ញុំទាំងអស់បានឃើញបានសម្រេចមគ្គផលព្រះនិព្វានក្នុងកាលដ៏ខ្លី សាធុអត់ទេគ្រាន់តែនឹកទៅតាមតាសូមញាតិទៅក្នុងសង្សារវត្តបានដល់នៅសេចក្តីសុខចោះទៅប៉ុណ្្នឹងទៅបានហើយនឹងនឹងនឹង អូនចង់ថាពេលដែលចង់ទៅបនជួប អូនឹងហើយអត់អីទេគ្រាន់តែថាសូមឲ្យបុណ្យនឹងបានសម្រេចដល់លោកម្ចាស់ផងទៅតែប៉ុណ្្នឹងទៅទើបដល់នឹកឃើញលោកណាលោកនឹងនឹងហើយនឹងហើយនឹងហើយ ជប់ចង់ផ្ញើ បុណ្យកុសលតាមព្រះអង្គហើយព្រះអង្គឲ្យទិសឲ្យពពួកញាតិវិញ ញាតិមានតាមឧបនិស្ស័យបើញាតិនឹងកើតជាអមនុស្សពួកអសូរកាយអីស្រួលទេបកើតទេវតាហើយពេលខ្លះមិននឹងឆ្លើយតបទេបកើតប្រែតជន់ជ្រៅទៅរក់ទៅក៏អត់ដែរដេរឆានមនុស្សទៅក៏បាត់ទៅដែរអ្វីដែលឃើញផលតតែនឹងកើតជាអសូរកាយកើតជាអីទៅតែបុណ្យនោះវាមិនទៅណាទេបើវាទៅរកម្ចាស់មិនឃើញវាបកមករកម្ចាស់វាវិញតែប៉ុណ្្នឹងឯងចំណេញចឹងហ្នឹង ចឹងភារកិច្ចរបស់ អ្នកបដិបត្តិធម៌គឺធំធេងណាស់យើងស្មានថាចូលព្រៃយករួចខ្លួនអីណាតាមពិតគឺព្រះអង្គផ្សាយមេត្តាទៅពួកអមនុស្សទាំងអស់ឲ្យបានរួចរំដោះពីទីទាបទៅកាន់ទីខ្ពស់ភារកិច្ចរបស់អ្នកប្រតិបត្តិធម៌ទាំងអស់គឺការផ្សាយមេត្តានឹងតាមរលកសញ្ញាហ្នឹងឯងជួយសង្គ្រោះដល់សពសត្វទាំងអស់ហើយពួកយើងនេះភារកិច្ចរបស់ពួកយើងគឺត្រត្រង់ផងហើយប្រឹងខ្លួនឯងផងហ្នឹងហើយចឹងហើយយើងក៏បានទៅ ទោះឯណាដែលខ្ញុំព្រះករុណាធ្វើឲ្យភ្លៀងព្រាត់ហើយក្នុងព្រះពុទ្ធព្រះធម៌ព្រះសង្ឃជាម្ចាស់សូមព្រះពុទ្ធព្រះធម៌ព្រះសង្ឃជាម្ចាស់អត់នៅទោសនោះដល់ខ្ញុំព្រះករុណា សត្វទាំងឡាយទាំងពួងតែដល់ហើយនៅសេចក្តីទុំសូមឲ្យជាសត្វបាត់សេចក្តីទុំទៅដែលដល់ហើយនៅស្វ័យសូមឲ្យជាសត្វបាត់ភ័យទៅដែលដល់ហើយនៅសេចក្តីសោកសូមឲ្យជាសត្វបាត់សេចក្តីសោកទៅសូមព្រះអង្គម្ចាស់គ្រូគង់នៅជាសុខជាមលុបដល់កូនចៅជួយដឹកនាំបំភ្លឺផ្លូវ មេព្រះនិព្វានដល់ពួកយើងទាំងអស់ហើយបានគង់វង្សយូរអង្វែងទៅ